បាទជ្រាបសួរពុកម៉ែបងប្អូនគ្នាមកការថាងនេះមកចាប់ការថានៅខាងទឹកដីក្រុងកំពង់ឆ្នាំងបងប្អូនផ្ទះនេះទំហំ7បណ្ដោយ16យើងបញ្ចប់ 100% ហើយថ្ងៃនេះក៏ដាក់ក្រុមសម្អាតមកសម្អាតបញ្ចប់អញ្ចឹងណាទាំងវីដេអូនេះថតពេលល្ងាចស្អាតបងប្អូនហើយពណ៌ផ្ទះពណ៌ពូលវាចេញមកស្អាតមែនទែនសតុំណាបើពេលថ្ងៃរៀងចាំងភ្នែកបន្តិចផ្ទះនេះតម្លៃ 40000 ស្ដើងបងប្អូនមកពលកម្មបុកសម្ភារៈអត់20ជុំវិញណានេះបន្ទប់គេងមាន4ហើយបន្ទប់ទឹកតែមួយទេអត់20ជុំវិញម៉ូតញាក់សាច់បងប្អូនអើយឃើញមិនទឹកណាចដើយើងលេង5កម្មហើយម្ចាស់ផ្ទះស្រឡាញ់ពណ៌ប្រផេះលីពណ៌មាសខ្លះណាហើយពេលមុខយើងប្រើទ្វារសុវត្ថិភាពតាមតសតាមអីយើងលេងពណ៌មាសហ្នឹងបងយើងឡាយពណ៌មាសហើយទ្វារមុខនេះយើងប្រើទ្វារសុវត្ថិភាពម៉ូតនេះបែបណាយតែម្ដងញាក់សាច់បងប្អូនមើលសាច់ថ្នាំបងប្អូនរលោងស្អាតតែម្ដងណាតោះឥឡូវយើងជូនបងប្អូនទៅមើលខាងក្នុងទាំងអស់គ្នាណាចឹងហើយយើងចូលទៅមុនដំបូងចដើ5កម្មយើងបិទជាឡាយជាការ៉ូណាហើយទ្វារសុវត្ថិភាពបងប្អូនមើលម៉ូតទ្វារណាអានេះប្រភេទទ្វារដែកចិនណាម៉ូតនេះអំណាចមែនទេបងប្អូនតម្លៃ1000ក្រាស់ហើយមកស្រាប់ទ្វារហ្នឹងអានេះចូលមកកន្លែងទូភ្ញៀវបងងាយចេះឃើញពណ៌ក្រហមតែម្ដងតែពិតជាស្ដែកពណ៌ថ្ងៃពណ៌រៀងសហើយក្រោយចាស់តែរើសម៉ូតរើសមកឡាយមកស្រឡាញ់ណាចឹងកន្លែងទូភ្ញៀវយើងបានតំងប៉ុណ្ណឹងចឹងនៅកន្លែងទូភ្ញៀវយើងមានប្រួយធំខាងមុខកោងណាហើយបដានេះម្ចាស់តែកថាពូលធំក្របដែរយើងមានពូលធំពូល LED ពូលនេះកែបចូលទៅបន្ទប់គេងផ្ទះនេះបន្ទប់គេង4ហើយបន្ទប់ទឹកតែមួយទេចានេះយើងចូលមកបន្ទប់គេងទី1ហើយទ្វារយើងប្រើប្រភេទជាទ្វារសុវត្ថិភាពណាហើយម៉ូតនេះបានមកស្រឡាញ់ចឹងនេះបន្ទប់គេងទី1យើងបានទំហំប៉ុណ្ណឹងបងប្អូនយើងមានការ៉ូជើងចាំងបន្ទឹកណាជើងទឹកហើយយើងមានពូល LED ពូលភ្នែកកែបពូលរីត្រីសង្ខាក្បាលក្រេចឹងយើងចូលមកបន្ទប់គេងទី2ចឹងផ្ទះនេះផ្លូវដើរកដាលនេះបងបន្ទប់គេងទី2ទ្វារអីម៉ូតដូចគ្នាការ៉ូជើងចាំងបន្ទឹកណាចឹងយើងដាក់ក្រេអញ្ចឹងអានេះបន្ទប់គេងទី3ជាប់នឹងបន្ទប់គេងទី2ដែរចឹងខាងក្រោយគេនេះបន្ទប់គេងទី3ចឹងបន្ទប់គេងទី4ចឹងបន្ទប់គេងទី4នេះគឺយើងចូលដល់ផ្ទះបាយហើយនឹងបន្ទប់ទឹកផ្ទះនេះបន្ទប់ទឹកតែមួយទេចឹងផ្ទះបាយយើងបានប៉ុណ្ណឹងបងប្អូនយើងមានថាសចក្រានយើងមានឡាបូសិញលីងចានអីទៅហើយកន្លែងនេះយើងដាក់តុញ៉ាំបាយចក្រានបាយយើងបានប៉ុណ្ណឹងបងប្អូនយើងមានចាក់ថាសចក្រានយើងមានសិញលីងចានឲ្យមួយសិតចឹងណាតែយើងមានទូឌីកូខាងលើខាងក្រោមចក្រានអីទេហើយបដានយើងលេងម៉ូតប្រផុងមានពូល LED ពូលភ្នែកកែបហើយកន្លែងនេះកន្លែងយើងដាក់តុហូបបាយណាមកក្រោយនេះបន្ទប់ទឹកតែបន្ទប់ទឹកនេះយើងលាក់ណាយើងអត់ឲ្យឃើញទេចឹងនេះទ្វារបន្ទប់ទឹករបស់យើងណាហើយប្រព័ន្ធនេះម្ចាស់តែគាត់ឆ្លាញ់ភេទពណ៌មាសហ្នឹងបងនេះបងប្អូនមើលចាំងការ៉ូនេះក៏ពណ៌មាសដែរចឹងការ៉ូជាងចានប្រព័ន្ធនេះផ្សេងនឹងពណ៌មាសទាំងអស់អានេះរៀងលើសតម្លៃបន្តិចណាបងនេះចាស់តែកថែមតម្លៃបន្ថែមនេះឈុតសូវបន្ទឹកហ្នឹងណាហើយកន្លែងនេះចាស់តែកដាក់ម៉ាស៊ីនបោកកៅអៅចឹងបងប្អូនដែលស្រឡាញ់បន្ទប់ទឹកបែបមាសណាអាចមើលបន្ទប់ទឹកនេះបានស្អាតមែនតើអានេះយើងចេញពីបន្ទប់ទឹកវិញគឺកន្លែងទូភ្ញៀវអត់ផ្ទះបាយឥឡូវយើងដើរទៅខាងមុខវិញបងប្អូនចេញនេះតម្លៃតែ40000ស្ដើងហ៎មកពលកម្មបុកសម្ភារៈតែម្ដងចាស់ផ្ទះចាំទៅខាន់សចូលនៅណាបានផ្ទះប៉ុណ្ណឹងអេបងប្អូនឆ្នៃ40000ជាងបានផ្ទះប៉ុណ្ណឹងនៅ